ពេញមិត្តទូរទស្សនិកជនជាទីមេត្រីនៅក្នុងសប្តាហ៍នេះយើងខ្ញុំសូមលើកយកច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះមកជម្រាបជូនលោកអ្នកនៅកម្ពុជាបច្ចុប្បន្ននៅពេលដែលសង្គមមានការរីកចម្រើនបញ្ហាអំពើហិង្សាក្នុងគ្រួសារត្រូវបានមនុស្សទទួលស្គាល់កាន់តែច្រើនឡើងកាលពីដើមនៅពេលដែលមានអំពើហិង្សាក្នុងគ្រួសារកើតឡើងជាធម្មតារដ្ឋអំណាចនិងអ្នកជិតខាងមិនមានអ្នកណាហ៊ានលូកដៃជួយដោះស្រាយនោះទេដោយម្នាក់គិតថានេះជារឿងនៅក្នុងគ្រួសាររបស់គេដោយមើលឃើញពីបញ្ហានេះរដ្ឋសភាជាតិបានអនុម័តនូវច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះនៅថ្ងៃទី16កញ្ញាឆ្នាំ2005និងត្រូវបានប្រកាសណាឡាយប្រហោះលេខានិងដាក់ចេញឲ្យប្រើប្រាស់នៅថ្ងៃទី24ខែតុលាឆ្នាំ2005ច្បាប់នេះមាន7ជំពូកនិងមាន37មាត្រាយើងបានសួរទៅតំណាងអង្គការនិងតំណាងវាមួយចំនួនថាតើលោកស្រីយល់យ៉ាងណាចំពោះច្បាប់នេះថ្ងៃក្រោយប្រយ័ត្នណានៅពេលដែលយើងចេញប្រកាសប្រើប្រាស់យើងឃើញថាវាមានចំណុចល្អច្រើននៅក្នុងច្បាប់ហើយនិយាយចំទៅថាវាល្អច្រើនវាមានប្រយោជន៍ច្រើនសម្រាប់ជួយទៅដល់ជនរងគ្រោះដែលរងដោយអំពើហិង្សាក្នុងគ្រួសារព្រោះដោយសារច្បាប់ហ្នឹងក្នុងគោលបំណងច្បាប់គឺថាទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងពង្រឹងវប្បធម៌អហិង្សាយើងឃើញថាប្រជាពលរដ្ឋមួយចំនួនគាត់យល់ថាអំពើហិង្សាក្នុងគ្រួសារវាជាបញ្ហារបស់សង្គមគាត់លែងយល់ថាវាជាបញ្ហារបស់បុគ្គលទៀតហើយចាអាជ្ញាធរដែនដីនៅពេលដែលមានករណីអំពើហិង្សាក្នុងគ្រួសារកើតឡើងគឺយើងឃើញថាគាត់បានចូលរួមធ្វើអន្តរាគមន៍ក៏ជួយព្រោះកន្លងមកនៅពេលដែលមានអំពើហិង្សាក្នុងគ្រួសារកើតឡើងអាជ្ញាធរមួយចំនួនក៏តែងតែលើកឡើងថាវាអត់មានច្បាប់អីដែលការពារជនរងគ្រោះដែលរងដោយអំពើហិង្សាក្នុងគ្រួសារចាចំណុចនៅក្នុងច្បាប់នេះគឺយើងឃើញថាអ្នកប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារបើយើងនិយាយក្នុងច្បាប់គឺមិនមានទោសទេប៉ុន្តែនៅក្នុងនេះក៏លើកដែរថាបើសិនជានឹងប្រព្រឹត្តបង្កឲ្យមានរបួសស្នាមទាក់ទងនឹងច្បាប់ព្រំទាន់អន្តរការវិញចាច្បាប់នេះនិយាយរួមគឺមានគោលបំណង2ចាគឺទី1គឺទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារដើម្បីការពារជនរងគ្រោះនិងពង្រឹងវប្បធម៌អហិង្សាទី2គឺបង្កើតយន្តការនិច្ចានុគោលភាពទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះក្នុងន័យនេះច្បាប់នេះជំរុញឲ្យមានប្រសិទ្ធភាពនៃការធ្វើអន្តរាគមន៍របស់រដ្ឋរបស់សង្គមទាំងមូលក្នុងការជួយដល់កិច្ចការពារជនរងគ្រោះពីព្រោះអំពើហិង្សាក្នុងគ្រួសារពិសេសស្ត្រីនិងកុមារគឺជាជនដែលងាយរងគ្រោះបំផុតហើយក៏អំពើហិង្សានេះមិនមែនមានតែបុរសរំលោភលើស្ត្រីទេស្ត្រីក៏មានការរំលោភដែរដូច្នេះហើយនឹងជឿថាច្បាប់នេះមានសារៈសំខាន់ណាស់ដើម្បីធ្វើយ៉ាងណាការពារនិងលើកតម្កើងវប្បធម៌ជាតិផងនិងលើកតម្កើងសុភមង្គលនិងស្ថានភាពគ្រួសារខ្មែរឲ្យថ្លៃថ្នូរផងច្បាប់នេះមានការលំបាកក្នុងការអនុម័តមានការស្នើមកម្ដងទៅក៏ផ្អាកមួយរយៈតែជាមួយឆ្នាំតាំងពី2004មានស្នើមកម្ដងហើយប៉ុន្តែដល់ក្រោយមកទៀតបានបញ្ជូនមកម្ដងទៀតការលំបាកនៅក្នុងការរៀបចំច្បាប់នេះគឺនិយមន័យពាក់ព័ន្ធទៅនឹងអ្វីដែលហៅថាគ្រួសារឬសមាជិកគ្រួសារណាព្រោះនៅក្នុងច្បាប់នេះគឺគេនិយាយតែអំពីអំពើហិង្សាណាដែលពាក់ព័ន្ធទៅដល់សមាជិកគ្រួសារតែយើងសន្មតយ៉ាងដូចម្តេចគេហៅថាសមាជិកគ្រួសារហ្នឹងជាទូទៅយើងឃើញតែច្បាប់នេះបានធ្វើបានក៏ប៉ុន្តែការអនុវត្តគឺពិបាកដោយសារតែអំពើដែលបានប្រព្រឹត្តជាអំពើហិង្សានេះគឺត្រូវតែចាត់ទុកថាជាអំពើដែលពាក់ព័ន្ធទៅនឹងក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងកំហុសព្រហ្មទណ្ឌច្បាប់